ណីទេកូនញ៉ាំបោះចោលផ្ទះយើងអត់ខ្វះស្រូវអង្គប៉ុណ្ណឹងដីស្រែរបស់ប៉ាទាំងអស់ព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេកព្រោះទូរ៉េឡើងភ្នែកសមួយពេល50គីឡូដាក់លើក៏ខ្ញុំឃើញអ្នកខ្លាំងពេលហូបបាយដូចមិនប្រយ័ត្នថយខ្ចាយធ្វើឲ្យដឹងខ្លួនឯងហើយមិនច្បាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំគិតនៅសែនសណោអ្នកខ្លះรู้ទាំងទៅដល់ដោយសារតែអត់អង្គគ្មានបាយហូបក៏ព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនកុំធ្វើដូចមានតែឯងត្រូវចាំថាមានខ្សែដែលជាប់នឹងខ្លែងទៅវាអាចហោះបានយូរអង្វែងធ្វើស្រែមិនស្រួលចង់បានស្រូវវាពិបាកពេលព្រឹកទៅជួដេកពេលថ្ងៃរយស្អាតរសៀលទៅព្រោះស្អែកឡើងត្រូវមកចាប់ហាថ្ងៃហាក្រៅខ្លួនឡើងខ្វៅដូចឆ្មាព្រោះអង្គគឺសំខាន់ដល់រកាគ្រប់សម័យបើសិនមិនមានពេលសង្គ្រាមបានទេឆៃតែកសិករក៏មិនសូវបានកម្រៃចង់ឲ្យស្រូវឡើងតម្លៃដោយកាល2008ខ្ញុំចេះតែគិតហើយនឹងគិតដល់ពេលដែលទៅសឹងសំខាន់គឺស្បៀងមិនឲ្យខ្វះមួយចំណិតដូចជាធ្វើស្រែនឹងទឹកសុំដល់គ្នាភ្នាក់រលឹកខ្ញុំបានឃើញកាលពីខ្ញុំនៅក្មេងមានអ៊ំចាំម្នាក់គឺខ្ញុំផ្លូវតែឯងជីវិតគាត់កំសត់ហត់ណាស់លីស័យតែទទួលលទ្ធផលក្បត់ការប្រឹងប្រែងគាត់គ្មានសំបីបាយមួយពេលអ្នកខ្លះហូបបាយខ្ចីពេញកន្ទេលខ្លះហូបមិនអស់ចាស់ចូលទលេធ្វើនេះមានគិតដល់អ្នកអត់ទេខ្ញុំមានកម្លាំងដោយសារបាយអូជួយខ្ញុំមានកម្លាំងកាយអូមិនថាអ្នកមានអ្នកក្រសុទ្ធត្រូវការក៏ដើម្បីដើមធ្វើជាបាយអូទោះជាស្ដេចក៏ត្រូវការបាយអូធ្វើសឹកក៏គេត្រូវការបាយអូអាចធ្វើដំណើររត់លេងម៉ៃអូរៀបរាប់ពីប្រយោជន៍ពេលឡានខ្ញុំរៀបរាប់ឲ្យគេដឹងថាថ្ងៃគឺជាបាយខ្ញុំជាអ្នកស្រាលស្នេហ៍ដនត្រីអ្នកខ្លះគេសួរថាខ្ញុំខំធ្វើអីព្រោះតែលើខ្ញុំនេះក្រក្រេតែខ្ញុំខំវិសម្រុកថ្ងៃមុខអាចជាសេដ្ឋី I'm a complain for me I me ដល់មកជន់ឆាទាំងរកក្រឲ្យខ្លាចគេផ្ដល់មកជុំពុកមួយដែលវ៉ាទេតទេតែខ្ញុំមានសមត្ថភាពជំនាញដល់ cover play ដល់ឲ្យជុំមកចិត្តជួយគៀគ្រាន់តែឃើញភ្នែកអស់អ៊ូលអស់រៀគឺតែស្បែកជួយនាំគ្នាត្រោតព្រាតពេលដែលឃើញខ្ញុំចូលវិឈឺក្បាលឡើងបិទកៀគ្រាន់តែលឺ flow ចុះឡើងពួរប៉ាបិទវិឈឺចិត្តឈឺថ្លើមទីខ្ញុំចាប់គ្រាវនឹងកាទៀវព្រឹកឡើងស្គប់អូគ្នាតែបាត់ឃើញនេះដូចអ៊ូតប៉ុន្តែខ្ញុំអ៊ូតមែនទោះខ្ញុំស្រែប៉ុន្តែខ្ញុំ rap អែមមាត់រៀងខលរអល់ដូចជាប្រេងមុខរៀងឌឺជាឯកអ្នកព្រៃវែងសងប្រេងនឹងភ្លេងនៅស្ទើរកុំចង់មកប្រជែងរៀបរាប់ដូចឆ្ងាយបន្តិចមែនតោះបងមកវិញដើមកំណើរងកមានស្រែមានស្រូវព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេកពោះទូរ៉ែកឡើងភ្នែកសមួយពេល50គីឡូដាក់លើកឲ្យតម្លៃអ្នកធ្វើស្រែផងអ្នកអើយគ្រាប់ស្រូវនីមួយសិតតែបានមកពីកសិករខំប្រឹងធ្វើស្រែយ៉ាងលំបាកអញ្ចឹងហើយកុំមើលងាយពួកគាត់ពេកបើសិនជាគ្មានពួកគាត់ក៏យើងគ្មានបាយម្ហូបញ៉ាំរាល់ថ្ងៃនឹងដែរ